វាមានរឿងជាច្រើនដែលញ៉ៃខ្លាំងក្នុងជីវិតយើងមួយនេះមិនថាចាស់ថាក្មេងទេក្មេងបារម្ភពីអនាគតកាលចាស់ចាស់ស្ដាយរឿងអតីតកាលគឺយើងមិនដែលមានក្តីសុខនៅក្នុងជីវិតយើងទេមួយជីវិតនេះទោះយើងប្រាប់ខ្លួនឯងថាមិនព្យាយាមលួងខ្លួនឯងព្យាយាមទទួលយកខ្លួនឯងថាខ្ញុំធ្វើគ្រប់គ្រាន់ហើយខ្ញុំនៅបច្ចុប្បន្នគឺខ្ញុំសុបាយប៉ុន្តែក៏វានៅតែអញ្ចឹងទៀតវាគ្មានថ្ងៃណាដែលយើងអាចសុបាយបានទេក្នុងជីវិតយើងមួយនេះហើយខ្ញុំក៏គ្មានពាក្យអីដែលនិយាយដើម្បីឲ្យលើកទឹកចិត្តយើងឲ្យយើងមើលឃើញផ្លូវណាដែលភ្លឺទៅអត់គឺវាជាការពិតរឿងនេះសូម្បីតែខ្ញុំខ្លួនឯងហងៃខ្ញុំលើកទឹកចិត្តគេមែនប៉ុន្តែខ្ញុំតែមាននៅតែមានអារម្មណ៍បាក់ខ្លាំងម្ដងម្កាលដែរនៅពេលដែលខ្ញុំនឹកឃើញរឿងតែចាយពេលអត់ប្រយោជន៍ចឹងខ្ញុំបាក់ម្ដងដែរខ្ញុំមើលឃើញថាចុយម៉ាក់នៅពេលហ្នឹងធ្វើចេះធ្វើចោះមិនពេលវាញ៉ៃខ្លាំងតែអីដើរទៅមុខទៀតមួយថ្ងៃទៀតធ្វើមួយថ្ងៃទៀតណាមិនទេ